សភៅខ្លះបង្ហាញយើងពីការគិតរបស់អ្នកដទៃតែសភៅខ្លះក៏បានបង្ហាញយើងពីការគិតរបស់យើងដែរបើសួរខ្ញុំថាកាដូអីដែលឲ្យខ្ញុំទៅឲ្យធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុតគឺសភៅខ្ញុំតែងតែឲ្យកាដូខ្លួនឯងជាប្រចាំដោយការអានបើសួរថាខ្ញុំចូលចិត្តអានសភៅប្រភេទអីជាងគេខ្ញុំអានសភៅទៅតាមអ្វីដែលខ្ញុំចង់អានពេលខ្លះខ្ញុំអានសភៅពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុការលើកទឹកចិត្តជីវប្រវត្តិដំណើរផ្សងព្រេងជំនាញក្នុងការគ្រប់គ្រងលុយកាក់ខ្ញុំអានទាំងរឿងល្អទាំងរឿងមិនល្អទាំងរឿងដែលធ្វើឲ្យយើងសប្បាយចិត្តទាំងរឿងដែលធ្វើឲ្យយើងសោកសៅអ្នកខ្លះគាត់ព្យាយាមសរសេរសភៅមកដើម្បីឲ្យយើងនឹងដឹងពីអ្វីដែលគាត់គិតតែយើងក៏បានរកឃើញគំនិតរបស់ខ្លួនឯងជាច្រើននៅក្នុងសភៅរបស់គាត់ដែរបើសួរខ្ញុំថាចេះអីខ្លះហើយប្រកែប៉ុណ្ណាគឺខ្ញុំអត់ចេះទេខ្ញុំកាន់តែអានខ្ញុំកាន់តែមានអារម្មណ៍ថាខ្ញុំចេះអត់អស់ទេខ្ញុំកាន់តែមើលខ្ញុំកាន់តែឃើញថាមានមនុស្សជាច្រើនដែលគេចេះហើយនឹងប្រកែកជាងយើងបើកចិត្តឲ្យតលាយដើម្បីអាននិងស្វែងយល់អំពីគំនិតនិងរៀនសូត្របន្ថែមនៅក្នុងសម័យបច្ចេកវិទ្យាដែលយើងមានអ៊ីនធឺណិតមានទូរស័ព្ទមានសពបែបយ៉ាងដែលតាក់ទាញអារម្មណ៍យើងបានយ៉ាងងាយមានតែរឿងមួយដែលយើងអាចធ្វើឲ្យខ្លួនឯងនឹងនៅជាមួយខ្លួនឯងបានច្រើនបំផុតគឺការអានហ្នឹងឯងរាល់ពេលដែលខ្ញុំទិញសភៅថ្មីមកខ្ញុំតែងតែណូតទុកតែខ្ញុំទិញវានៅពេលណាថ្ងៃណាហើយខ្ញុំដាក់កំហិតខ្លួនឯងថានៅក្នុងឆ្នាំហ្នឹងខ្ញុំចង់អានប្រហែលក្បាលនិយាយថងទៅសភៅកាលទិញពីឆ្នាំមុនខ្ញុំអានអត់ទាន់អស់ទេប៉ុន្តែឆ្នាំហ្នឹងខ្ញុំបានទិញសភៅចូលទៀតហើយខ្ញុំចូលចិត្តសន្សំសភៅដូចសន្សំលុយអញ្ចឹងមិនថាពិភពលោកដើរទៅដល់ណាទេការអានការស្ដាប់ការសរសេរការនិយាយនៅតែជារឿងសំខាន់ហើយយើងចេះយកវាមកប្រើឲ្យចំពេលវេលាហើយបើសួរថាសុកខ្ញុំចង់អានមែនអត់ទេដំបូងឡើយគឺខ្ញុំបខំខ្លួនឯងឲ្យអានពីដំបូងវាអាចនឹងធ្វើឲ្យយើងនឹងពិបាកប៉ុន្តែយូរទៅវានឹងក្លាយជាទម្លាប់ហើយ